អ្នកខ្លះខ្លាចអ្នកខ្លះរអាមិនហ៊ានភ្លក់មិនហ៊ានប្រើខ្លះទៀតបានចាត់ទុកប៊ីចេងថាជាឃាតករលាក់មុខទៀតផងពីព្រោះសំអាងថាការបរិភោគសារធាតុនេះទៅនឹងបង្កគ្រោះថ្នាក់ច្រើនដល់សុខភាពចុះបើវាមានគ្រោះថ្នាក់មែនហេតុអ្វីបានជាឧស្សាហកម្មផលិតប៊ីចេងនៅតែអាចមានដំណើរការបានឬមួយក៏ជាទង្វើខុសច្បាប់ទេប៊ីចេងត្រូវបានគ្រប់គ្នាខ្លាចរអាខ្លាំងជាពិសេសសម្រាប់បណ្ដាជនអឺរ៉ុបនិងអាមេរិកសម្រាប់ក្រសែភ្នែកពួកគេប៊ីចេងដែលមានប្រើប្រាស់នៅក្នុងចំណីអាហារនៅអាស៊ីដោយបណ្ដាជនអាស៊ីឬក៏និយាយដោយខ្លីនៅចិនអ្នកខ្លះទៀតមិនហ៊ានចូលភោជនីយដ្ឋានចិនឬក៏អាស៊ីក៏ព្រោះតែខ្លាចនឹងចង់គេចពីប៊ីចេងនេះឯងការបរិភោគអាហារដែលមានដាក់ប៊ីចេងត្រូវបានជាប់ចោទថានឹងបង្កឲ្យមានអាការៈឈឺក្បាលចង់ក្អួតរងាក់រងើឬក៏បែកញើសលាក់នឹងឡាក់ក្រុមលោកខាងលិចបានដាក់ឈ្មោះអាការៈរោគបង្កឡើងដោយប៊ីចេងនេះថាជាអាការៈជំងឺហាងម្ហូបចិន Syndrome des restaurants chinois តើប៊ីចេងពិតជាមានគ្រោះថ្នាក់ចំពោះសុខភាពមែនឬក៏យ៉ាងណាសូមស្ដាប់ប្រសាសន៍របស់លោកហៀបគឹមហៀងវិស្វករផ្នែកចំណីអាហារពន្យល់អំពីអ្វីទៅដែលហៅថាប៊ីចេងជំរាបសួរលោកហៀបគឹមហៀងចា៎គេថាប៊ីចេងវាជួយលើកតម្កើងរសជាតិអាហារក៏ប៉ុន្តែប៊ីចេងនោះជាអ្វីហើយថាតើពេលញ៉ាំទៅពុកឆ្អឹងមែនដែរឬទេចា៎បាទមិនមែនទេប៊ីចេងនេះដាក់ឲ្យលើកកម្ពស់ចំណីអាហារឲ្យមានជាតិឆ្ងាញ់ប៉ុន្តែគេឃើញជំងឺមួយដែលគេហៅថា Syndrome des restaurants chinois ហ្នឹងគឺថាអ្នកទទួលទានទៅមានឈឺក្បាលវិលមុខក្អួតឆ្អៅអីហ្នឹងក៏ប៉ុន្តែគេសង្កេតមើលទៅនៅខាងអឺរ៉ុបហ្នឹងអ្នកដែលទទួលទានម្ហូបដែលមានជាតិប៊ីចេងហ្នឹងក្នុង 5,000 នាក់មានតែម្នាក់ទេដែលឈឺប៉ុន្តែនៅប្រទេសអាស៊ី 50,000 នាក់បានមានម្នាក់ដែលឈឺដោយសារប៊ីចេងហ្នឹងចាតើក៏ពិតប៊ីចេងនេះជាអ្វីប្រកាសទៅចាបារាំងហៅថាហ្លូតាម៉ាតអាហ្នឹងជាជាតិគីមីមួយដែលគេធ្វើពីជួនកាលគេយកចេញពីរុក្ខជាតិខ្លះដែរពីរុក្ខជាតិយកមកធ្វើចាអ្នកខ្លះគេថាយកមកពីឆ្អឹងសត្វឆ្អឹងមនុស្សមិនមែនទេតែពិតជាមានគ្រោះថ្នាក់មែនដែរឬក៏អត់នោះណាចាតាមអាមេរិកនេះគេមានធ្វើការពិសោធន៍មួយច្បាស់លាស់របស់គេបានធ្វើសិក្សាត្រឹមត្រូវរបស់គេយកមនុស្សដែលថាខ្លួនឯងហ្នឹងស៊ីប៊ីចេងឈឺណាចាគេយកទីពិសោធន៍មើលគេពិសោធន៍យ៉ាងម៉េចគេដាក់មុនដំបូងគេឲ្យម្ហូបមួយគេអត់ដាក់ប៊ីចេងសោះចាគេឲ្យស៊ីសាកល្មើអាខ្លះថាអូឈឺចង់ក្អួតឆ្អោអីគេថានឹងផោគេណាពួកគេអត់ត្រូវដាក់ប៊ីចេងផងខ្លួនឯងឈឺដែរពួកគេចង់ដឹងអានឹងគេហៅគេ test avert ហ្នឹងជាទីធ្វើចាដូចដឹងអញ្ចឹងទៅហើយគេឃើញចំនួនប្រហែល 50% ហ្នឹងទៅនឹងនិយាយអត់ត្រឹមត្រូវណាដល់ក្រោយបានគេធ្វើសិក្សាក្រោយមកដូចខ្ញុំជំរាបអញ្ចឹងក្នុង 5,000 នាក់មានតែម្នាក់ទេដែលឈឺនោះហើយនៅអាស៊ីហ្នឹង 50,000 នាក់មានតែម្នាក់ទេដែលឈឺដូច្នេះសុំទោសប៉ុន្តែនៅក្នុងឧស្សាហកម្មចំណីអាហារហ្នឹងគេមានកម្រិតគេឲ្យចាគេឲ្យយើងត្រូវដាក់ប្រមាណណាយើងកុំដាក់ច្រើនណាដូចយើងទៅញ៉ាំកាទៀវចិនអីចេះដាក់ច្រើនណាប៉ុន្តែនៅក្នុងចំណីអាហារឧស្សាហកម្មហ្នឹងគេឲ្យកម្រិតដាក់ដូចថាក្នុង1គីឡូត្រូវដាក់ប្រមាណអីបើគិតថាយើងទទួលទានតាមរបៀបរបបគេហ្នឹងវាអត់មានអីដែលគួរឲ្យព្រួយបារម្ភទេការប្រើប្រាស់សមស្របពិតជាមិនបង្កបញ្ហាអ្វីដល់សុខភាពឡើយនេះគឺជាការបញ្ជាក់របស់លោកហៀបគឹមហៀងតាមការពិតប៊ីចេងឬម្សៅស៊ុបគឺជាសារធាតុគីមីយ៉ាងដែលផលិតឡើងក្នុងបំណងជួយលើកតម្កើងរសជាតិម្ហូបអាហារឲ្យកាន់តែឆ្ងាញ់ពិសាជាប់មាត់មានឈ្មោះបច្ចេកទេសថា monosodium glutamate ឬក៏ E261 និងស្ថិតនៅក្នុងចង្កោមប្រភេទសារធាតុបន្ថែមក្នុងចំណីអាហារសារធាតុបន្ថែមមានច្រើនមុខណាស់ដែលគេស្គាល់និងប្រើប្រាស់នាពេលបច្ចុប្បន្ននេះដើម្បីលើករសជាតិបន្ថែមពណ៌ឲ្យស្រស់ស្អាតឲ្យរឹងឲ្យទន់ឲ្យខាប់ឲ្យផ្អែមឬក៏អាចឲ្យទុកយូរបាននិងថែមទាំងត្រូវបានឧស្សាហកម្មម្ហូបអាហារយកមកប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោកមិនថានៅអាស៊ីអាហ្វ្រិកអាមេរិកឬក៏អឺរ៉ុបនោះទេសារធាតុបែបនេះបែងចែកជា3ក្រុមប្រភេទធំៗគឺសារធាតុបន្ថែមតាមបែបធម្មជាតិពោលគឺចម្រាញ់ចេញពីប្រភពធម្មជាតិរ៉ែរុក្ខជាតិនិងសត្វសារធាតុសំយោគផលិតឡើងឲ្យដូចជាធម្មជាតិពីព្រោះតែការទាញយកពីសារធាតុធម្មជាតិពិតៗវាមានតម្លៃខ្ពស់ពេកឯចំណែកសារធាតុទី3គឺផលិតឡើងតាមបែបសិប្បនិម្មិតគ្មាននៅក្នុងធម្មជាតិទេគឺជាការបង្កើតថ្មីទាំងស្រុងបញ្ជីឈ្មោះសារធាតុគីមីបន្ថែមក្នុងចំណីអាហារមានវែងណាស់និងអាចសម្គាល់បានតាមរយៈឈ្មោះជាលេខកូដតំណាងដោយអក្សរអឺនិងមានលេខនៅពីក្រោយឧទាហរណ៍E100 E101ដែលសុទ្ធសឹងជាសារធាតុសម្រាប់ដំឡើងពណ៌ឬក៏ខ្មែរយើងហៅថាលក្ខ
សារធាតុបន្ថែមសម្រាប់លើករសជាតិដ៏ល្បីល្បាញជាងគេគឺ 261 ដែលគ្មានអ្វីក្រៅអំពីប៊ីចេងជាភាសាខ្មែរនោះទេ បើយើងយកចិត្តទុកដាក់អានព័ត៌មាននៅលើប្រអប់កំប៉ុងឬក៏ដបចំណីអាហារផលិតនៅក្នុងស្រុកក្តីមកពីបរទេសក្តីដែលគោរពបទដ្ឋានសុខភាពចំណីអាហារនោះលោកអ្នកនាងនឹងឃើញមានយ៉ាងច្រើនក្រុមពពួកដែលមានសរសេរនិងលេខទាំងអស់នោះហើយដូច្នេះហើយបានជាអ្នកដែលគិតគូរនិងស្វែងយល់ខ្លាំងអំពីបញ្ហាអនាម័យចំណីអាហារតែងតែជៀសវាងមិនបរិភោគឧស្សាហកម្មដោយខ្លាចក្រុមនេះប្រព្រឹត្តល្មើសឬក៏មិនគោរពតាមបទដ្ឋានសុខភាពត្រឹមត្រូវដោយងាកមកផ្ដោតតម្លៃដល់អាហារដែលជាផលិតជាលក្ខណៈគ្រួសារធ្វើឡើងដោយស្នាដៃរបស់សមាជិកគ្រួសារក៏ប៉ុន្តែលោកវិជ្ជបណ្ឌិតឡោះកំសុងគ្រូពេទ្យជំងឺទូទៅឯកទេសប្រទេសក្តៅសូមណែនាំនិងរំលឹកជូនបន្ថែមដល់លោកអ្នកនាងខ្លះៗជាពិសេសចំពោះអ្នកដែលមានជំងឺលើសឈាមជាប់ជាប្រចាំកាយឲ្យគិតគូរនឹកដល់កម្រិតនៃការប្រើប្រាស់ប៊ីចេងនៅក្នុងម្ហូបដើម្បីជៀសវាងការបរិភោគប្រៃពេកលោកវិជ្ជបណ្ឌិតឡោះគឹមសុងយើងប្រយ័ត្នរឿងចំណីអាហារបាទពេលដែលយើងលើសឈាមគឺថាជៀសវាងកុំឲ្យញ៉ាំម្ហូបប្រៃពេកម្ហូបប្រៃដូចអំបិលហ្នឹងឥឡូវហ្នឹងគេកម្រិតក្នុងពិភពលោកគឺថាអ្នកណាដែលលើសឈាមហ្នឹងញ៉ាំម្ហូបកុំឲ្យលើសពី6ក្រាមក្នុងមួយថ្ងៃបាទអំបិលហ្នឹងកុំឲ្យលើសពី6ក្រាមដូចបងប្អូនខ្មែរយើងញ៉ាំម្ហូបប្រៃណាបាទអំបិលប្រហុកម៉ាំអីហ្នឹងគឺថាលើសពី6ក្រាមហើយបាទអំបិលហ្នឹងហើយដែលធ្វើឲ្យយើងលើសឈាមហើយមិនត្រឹមអំបិលទេខ្មែរយើងថាគ្រប់ម្ហូបទាំងអស់ដាក់ប៊ីចេងដាក់ម្សៅស៊ុបបាទដាក់ម្សៅប៊ីចេងហ្នឹងជាតិប្រៃធ្វើឲ្យលើសឈាមបាទតាមក៏ពិតនៅក្នុងប៊ីចេងហ្នឹងយើងអត់ទាំងដឹងថាប្រៃផងហ្នឹងយើងអត់ដឹងប្រៃបើគេយកទៅវាស់មើលឃើញក្លូរីសូដ្យូមច្រើនណាស់ក្នុងហ្នឹងបាទឥឡូវនេះអស់លោកអ្នកនាងបានស្គាល់និងជ្រាបហើយអំពីសារធាតុបន្ថែមសម្រាប់ដាក់នៅក្នុងចំណីអាហារលោកអ្នកនាងអាចបន្តទម្លាប់ឬប្រើប្រាស់ប៊ីចេងជាប្រចាំរាល់ថ្ងៃទៀតឬក៏បញ្ឈប់សកម្មភាពនេះទៅតាមការពិចារណាដោយខ្លួនឯងចុះ